tháp plan từ lên cặp bột nó những bao nhiêu máy khi hiệp đòn này này cặp bột ở lấy giờ bị update xa hơi maintain ấy ta mà chẳng toàn đi tăng bị xe một bánh tức như là ca dạ lại nên biến tức để bánh chinh phơi tam trong vạ phơi slot sát maintain vậy tới khai cặp bột update thay mới hốt cái từ pi xong rồi slot sát hay vậy bị hướng update maintain này vậy tới pi mà ở đây cao từ mà ở đây cao đang tầm miên ấy thay play là chẳng trăm ca tiết hiệp ta ấy bán hiệp ta ấy tới bạch khoa như chan đấy khai cặp bột cái hiệp cho mà sát trăm ta tua dương mà lên điហើយបើមកលេងខេត្តកពតខ្ញុំមាន3កន្លែងគេងសម្រាប់អ្នកដែលមកជាលក្ខណៈគ្រួសារឬក៏មិត្តភក្តិជួបជុំគ្នាអីអាចមើលវីដេអូនេះបានហើយដែលកន្លែងគេងទាំង3មានជម្រើសផ្សេងគ្នាមានទាំងនៅលើភ្នំមានទាំងនៅក្នុងក្រុងហើយក៏ដូចជាមានជាប្រភេទផ្ទះជាប់ដងព្រៃហើយកន្លែងគេងដែលស្អាតទាំងអស់នេះអ្នកគ្នាអាចស្វែងរកបានតាមរយៈ app Specialnet ដែលជា app អាចធ្វើការកក់កន្លែងស្នាក់នៅផ្សេងដែលមានភាពងាយស្រួលសម្រាប់គ្នាយើងដែលចង់ស្វែងរកកន្លែងគេងណាដែលស្អាតឬក៏ងាយស្រួលក្នុងការកក់កន្លែងគេងទុកជាមុននឹងពេលដែលយើងទៅអញ្ចឹងវាផ្ដល់ភាពងាយស្រួលច្រើនសម្រាប់គ្នាយើងដែលចង់កក់កន្លែងស្នាក់នៅក៏ដូចជាស្វែងរកកន្លែងស្អាតក៏ដូចជាកន្លែងដែលខ្ញុំថតទាំងនេះអ្នកនរគ្នាអាចស្វែងរកក្នុង app Specialnet យើងហើយចំពោះកន្លែងទី1ដែលខ្ញុំនាំគ្នាយើងមកនេះជាប្រភេទផ្ទះលំហែនៅលើភ្នំដែលយើងអាចស្នាក់នៅជាលក្ខណៈគ្រួសារធំឬក៏មិត្តភក្តិគ្នាច្រើននេះបានដូចជាចន្លោះពី10នាក់ឡើងទៅនៅទីនេះធំទូលាយមែនតើហើយអ្នកនរគ្នាអាច search នៅក្នុង app យើងបានគ្រាន់តែវាយផ្ទះភ្នំបែបនេះមកអ្នកនរគ្នានឹងឃើញហើយអាចធ្វើការ booking នៅទីនេះបានហើយក៏ដូចជាមើលព័ត៌មានបន្ថែមអញ្ចឹងណាហើយចំពោះទេសភាព view នៅទីនេះវិញគឺថាស្រស់ស្អាតយកមែនតើហើយបែបធម្មជាតិអញ្ចឹងសម្រាប់អ្នកចូលចិត្តទេសភាពព្រៃភ្នំបែបស្ងប់ស្ងាត់អីមកទីនេះគឺត្រូវហើយនិយាយទៅទេសភាពបែបលក្ខណៈស្ងប់ស្ងាត់ល្អកាត់ផ្ដាច់ពីគេតែម្ដងហើយមានអាងហែលទឹកមានអីគ្នាយើងអាចជប់លៀងអាចផាតធីអីជុំគ្នាមានតែគ្នាយើងនិយាយទៅនៅទីនេះសប្បាយមែនតើហើយបើមកគ្នាច្រើនណាកាន់តែហើយបើនិយាយ view ទេសភាពវិញគឺរត់តែអានទៅដែរដោយសារតែវានៅលើភ្នំហើយមួយនឹងការរៀបចំរបស់គាត់មកគឺថាយើងមើលឃើញ view ទេសភាពស្អាតមែនតើអញ្ចឹងចំពោះកន្លែងគេងបន្ទាប់ជាប្រភេទបែបនៅខាងជាប់នៅក្បែរក្រុងវិញហើយអញ្ចឹងគ្នាយើងគ្រាន់តែចូលមកក្នុង app Specialnet មកវាយពាក្យថាម៉ុងតាញ resident បែបនេះមកអ្នកនរគ្នាអាចធ្វើការ booking កន្លែងគេងបានយើងអាច check មើលព័ត៌មានលម្អិតអីនៅក្នុង app នេះបានក៏ដូចជាធ្វើការ booking ផ្ទាល់នៅក្នុង app តែម្ដងហើយនៅទីនេះនិយាយទៅខ្ញុំ recommend សម្រាប់អ្នកដែលចូលចិត្តកន្លែងគេងស្អាត clean ហើយនៅក្នុងក្រុងអញ្ចឹងណាដោយសារតែបងតាញនេះគឺថានៅមិនសូវឆ្ងាយពីក្រុងប៉ុន្មានទេហើយបន្ទប់គាត់ការរៀបចំរបស់គាត់អីគឺថាបានស្អាតមែនតើអញ្ចឹងនៅទីនេះផ្ទាល់ខ្ញុំ recommend មែនតើសម្រាប់អ្នកដែលមកលេងកពតអត់ចង់គេងឆ្ងាយពីក្រុងចង់រកកន្លែងស្អាតហើយតម្លៃសមរម្យអីអាចពិចារណាមកម៉ងតាញ resident នេះបានជាពិសេសអ្នកមកលក្ខណៈគូស្នេហ៍ sweet អី dad អីក៏បានដែរនៅទីនេះនិយាយទៅទេសភាពអីក៏ស្អាតគួរសមហើយកន្លែងបន្ទាប់វិញគឺជាផ្ទះដែលនៅជាប់នឹងដងព្រែកកពតវិញតែម្ដងដែលជាភេទផ្ទះលំហែហើយនៅទីនេះផ្ទាល់គឺថាគ្នាយើងអាចនៅជាលក្ខណៈគ្រួសារធំមកតែម្ដងដោយសារនៅនេះធំមែនតើមាន2ជាន់លើផងជាន់ក្រោមផងហើយគេរៀបចំសពគ្រប់អស់ហើយមានអីវ៉ាន់សម្រាប់ប្រើប្រាស់ងាយស្រួលមែនតើសម្រាប់គ្នាយើងមកចង់ជួបជុំគ្នាមានផ្ទះ party នៅដងព្រែកអីចឹងណាហើយនៅទីនេះមានទេសភាពជាប់ដងព្រែកក៏ដូចជា view ថ្ងៃលិចជាប់ជាមួយនឹងជើងភ្នំបូកគោស្អាតមែនតើហើយយើងក៏អាចរៀបចំជួបជុំគ្នាដាក់ស្ទូចដាក់អីមកស្ទូចត្រីលេងស្ទូចត្រីស្ទូចមឹកអីសប្បាយមែនតើនៅទីនេះដោយសារតែខ្ញុំស្ទូចបានច្រើនគួរសមដែរមានត្រីមានមឹកនិយាយទៅនៅទីនេះស័ក្តិសមសម្រាប់គ្នាយើងមកលក្ខណៈលំហែកែជុំគ្នាលក្ខណៈគ្រួសារមិត្តភក្តិគ្នាច្រើនឯងត្រូវហើយចំពោះទីតាំងឯវិញក៏នៅមិនសូវឆ្ងាយពីក្រុងឯប្រហែលដែរអញ្ចឹងសម្រាប់អ្នកនរគ្នាដែលចង់កក់គ្រាន់តែចូលក្នុង app Specialnet យើងមកវាយផ្ទះលំហែកាយដងព្រែកបែបនេះមកអ្នកនរគ្នាអាចធ្វើការកក់កន្លែងនេះបានអញ្ចឹងសម្រាប់អ្នកដែលកំពុងមាន plan មកកពតអីគួរតែរកកន្លែង booking ទុកឲ្យហើយទៅព្រោះដោយសារតែកពតលើមនុស្សច្រើនណាស់សៅរ៍អាទិត្យឡើងដឹងតែពេញហើយកន្លែងគេងហើយចំពោះការកក់កន្លែងគេងតាមរយៈ app Specialnet របស់យើងវាងាយស្រួលអ្នកនរគ្នាស្វែងរកកន្លែងគេងទុកមុនក៏ដូចសម្បូរបែបទៅតាមបែបបទដែលយើងចង់បានហើយក៏ដូចជាមានទំនុកចិត្តផងដែរងាយស្រួលមែនតើសម្រាប់គ្នាយើងចង់រកកន្លែងគេងអញ្ចឹងហើយវីដេអូខ្ញុំគឺថាមានតែប៉ុណ្្នឹងទេអរគុណច្រើនគ្នាយើងបាយបាយ